ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះមកជួបជាមួយលោកគ្រូសាជាថ្មីម្ដងទៀតហើយថ្ងៃនេះយើងនឹងបន្តថ្នាក់ភាសាអង់គ្លេសរបស់យើងទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពី interaction ការទំនាក់ទំនងឬក៏អន្តរកម្មទៅលើគ្នាទៅវិញទៅមក at a restaurant គឺនិយាយអំពីការទំនាក់ទំនងនៅក្នុងភោជនីយដ្ឋានឬក៏កន្លែងញ៉ាំអាហារតាក់ទងជាមួយនឹងអ្នកបម្រើឬក៏ service ហើយនឹងភ្ញៀវដែលគាត់ចូលទៅញ៉ាំអាហារហ្នឹងតើយើងគួរប្រើប្រាស់ clear ឬក៏ប្រយោគបែបណាដើម្បីឲ្យការសន្ទនារបស់យើងដែលយើងជាភ្ញៀវឬក៏ជាអ្នកបម្រើហ្នឹងគាត់សន្ទនាជាមួយគ្នាទៅមានភាពសមរម្យឬក៏ភាពគួរសមបាទអញ្ចឹងយើងទៅមើលទាំងអស់គ្នាថ្ងៃនេះយើងនិយាយតាក់ទងជាមួយ ordering food គឺនិយាយអំពីការកម្មង់អាហារហើយនឹង checking information មានន័យថាការពិនិត្យព័ត៌មានឡើងវិញថាតើអតិថិជនឬក៏ភ្ញៀវរបស់យើងនេះគាត់បានកម្មង់អីខ្លះអញ្ចឹងនៅទីនេះយើងមាន clear 3សំខាន់ដែលភ្ញៀវគាត់ចង់កម្មង់អាហារគាត់ត្រូវប្រើ clear 3ហ្នឹងប្រសិនបើយើងជាភ្ញៀវហើយយើងទៅភោជនីយដ្ឋានឬក៏ហាងអាហារណាមួយហើយយើងចង់កម្មង់អាហារអីមួយយើងអាចប្រើប្រយោគទីមួយថា I have ហើយយើងនិយាយអំពីមុខម្ហូបមកកន្លែងចុចនេះណាហើយយើងបញ្ចប់ដោយពាក្យ please សូមមានន័យថាសូមទី2គឺ I would like ឬក៏ I like ហើយយើងដាក់មុខម្ហូបដែលយើងត្រូវការហ្នឹងហើយតមកយើងប្រើពាក្យចុងក្រោយ please បាទហើយទី3គឺយើងប្រើថាយើងប្រើជាប្រយោគ can I have ហើយចុចមានន័យថាមុខម្ហូបយើងត្រូវពេញមុខម្ហូបហើយ please ដូចគ្នាដែរអញ្ចឹងនៅក្នុងប្រយោគទាំង3នេះគឺជាអីដែលភ្ញៀវគាត់ត្រូវនិយាយដើម្បីកម្មង់អាហារឬហៅថា ordering food ហ្នឹងអញ្ចឹងប្រយោគទាំង3យើងក៏ជាខ្មែរថាសូមឲ្យខ្ញុំនៅអាហារអីគេនៅកន្លែងចុចហ្នឹងបាទឬក៏ខ្ញុំចង់បានអាហារនេះនោះមួយទៀតខ្ញុំត្រូវការគុយទាវឬក៏ខ្ញុំត្រូវការកាហ្វេឬក៏ខ្ញុំចង់បាន steak អីចឹងទៅយើងប្រើប្រយោគទាំង3ហ្នឹងមួយណាក៏បាទហើយចំណែក checking information គឺជា clear ប្រយោគដែលអ្នកបម្រើបាទអ្នកបម្រើនៅក្នុងភោជនីយដ្ឋានឬខាងនេះគាត់ពិនិត្យឡើងវិញអំពីអីដែលអតិថិជនរបស់គាត់ឬក៏ភ្ញៀវរបស់គាត់បានប្រមាណអញ្ចឹងយើងប្រើគ្នា3ដែរគឺ let me check that let me read that back let me repeat that អញ្ចឹងយកទាំង3នេះមានន័យថាអ្នកបម្រើឬក៏អ្នក service នៅក្នុងហាងហ្នឹងគាត់គឺសួរបញ្ជាក់ឬក៏ឆ្លើយតបបញ្ជាក់បន្ថែមទៀតទៅលើភ្ញៀវថាមុនហ្នឹងគាត់បានកម្មង់អ្វីខ្លះអញ្ចឹងគាត់បញ្ជាក់ឡើងវិញមានន័យថាអនុញ្ញាតពិនិត្យឡើងវិញមានន័យអនុញ្ញាតឲ្យខ្ញុំពិនិត្យឡើងវិញបាទសុំទោសណាអនុញ្ញាតឲ្យខ្ញុំពិនិត្យឡើងវិញឬក៏សូមឲ្យខ្ញុំបានបញ្ជាក់អំពីមុខម្ហូបនេះឡើងវិញជូនអ្នកអីចឹងទៅបាទនៅក្នុងគ្នាទាំង3ហ្នឹងបាទតោះអញ្ចឹងយើងមើលទាំងអស់គ្នាខ្ញុំមាន example មួយនិយាយពីការទំនាក់ទំនងការសន្ទនាជាមួយនឹងអ្នកបម្រើប្រុសហើយនឹងអតិថិជនរបស់គាត់ឈ្មោះថា Charlie waiter បាទគឺអ្នកបម្រើប្រុសបាទ Are you ready to order អញ្ចឹងអ្នកបម្រើធម្មតាតែភ្ញៀវចូលមកគាត់សួរតើអ្នកបានកម្មង់អាហារតើអ្នកមានកម្មង់អាហារតើអ្នកត្រូវការមានសុំទោសតើអ្នកកម្មង់អាហាររួចហើយឬនៅបាទតើអ្នកកម្មង់អាហាររួចហើយឬនៅបាទអញ្ចឹងយើងពេលយើងទៅកន្លែងគេលក់បាយលក់អីគេសួរអូនត្រូវការអីដែរអូនកម្មង់ហើយនៅនេះនៅក្នុងភាសាខ្មែររបស់យើងអញ្ចឹង Charlie គាត់ឆ្លើយទៅនឹង Yes I think so បាទនៅទេមិនតបានកម្មង់ទេបាទអញ្ចឹងអ្នកបម្រើគាត់សួរទៅទៀតដែរ What would you like តើអ្នកចង់បានអ្វី What would you តើអ្នកចង់បានអ្វីបាទអញ្ចឹង Charlie គាត់ឆ្លើយតបអីដែលគាត់កម្មង់I would like ឬក៏ I like some rice and lamb chops បាទអញ្ចឹងគាត់ចាប់ផ្ដើមប្រើឃ្លានេះណានេះ I would like ហើយដាក់មុខម្ហូបមកហើយ please ហ្នឹងណា I would like some rice and lamb chop please ហ្នឹងណាអញ្ចឹង Charlie គាត់ថាខ្ញុំចង់បានបាយហើយនឹងឆ្អឹងជំនីចៀនបាទឆ្អឹងជំនីចៀនដែលបំពងកាចៀនហ្នឹងណាឆ្អឹងជំនីចៀនអញ្ចឹងអ្នកបម្រើប្រុសគាត់បន្តទៅទៀតដែរ anything else តើមានអីផ្សេងទៀតទេបាទ Charlie ថា No I don't think so ទេខ្ញុំអត់ត្រូវការអីផ្សេងទៀតទេបាទអញ្ចឹង waiter គាត់ចាប់បាន All right let me repeat that
ចឹងគាត់មិនដែរគាត់ចាប់ដើមធ្វើពិនិត្យទៅលើមុខម្ហូបដែលភ្ញៀវរបស់គាត់បានកំងណាចឹងគាត់ថា alright let me take sorry let me repeat that ចឹងអស់ហើយចឹងខ្ញុំសូមពិនិត្យឡើងវិញបាទ you would like some rice and lamb chops ចឹងគាត់បញ្ជាក់ពីអ្វីដែលអតិជនរបស់គាត់កំងថាអ្នកបានកំងបាយហើយនឹងឆ្អឹងជំនីជៀនបាទអញ្ចឹង Charlie គាត់ឆ្លើយតប yes that right អញ្ចឹងគាត់ឆ្លើយតបវិញថាអីដែលអ្នកបំរើនឹងនិយាយគឺត្រឹមត្រូវហើយបាទអញ្ចឹងនេះគឺជាមេរៀនមួយដែលសំខាន់មែនទែនពីព្រោះយើងដឹងហើយថាគ្រប់ទីកន្លែងដែលយើងទៅយើងត្រូវការទំនាក់ទំនងការសន្ទនាគ្នាអញ្ចឹងយើងរៀន interaction គឺពិតជាសំខាន់មែនទែននៅក្នុងជីវិតរបស់យើងបច្ចុប្បន្ននៅក្នុងសង្គមរបស់យើងជាក់ស្ដែងដែលយើងត្រូវការទំនាក់ទំនងហើយសូម្បីតែបច្ចុប្បន្ននេះយើងក៏ត្រូវការទំនាក់ទំនងជាមួយព្រះជាម្ចាស់ដោយការអានព្រះបន្ទូលដោយការអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ដែរអញ្ចឹងយើងរៀន interaction ដើម្បីឲ្យយើងមានទម្លាប់ល្អឲ្យយើងមានសីលធម៌ល្អក្នុងការទំនាក់ទំនងទៅតាមទីកន្លែងនិងស្ថានភាពផ្សេងគ្នាដូចនៅក្នុងភោជនីយដ្ឋានឬក៏ប្រើប្រាស់គ្នាបែបណារវាងអ្នកជាភ្ញៀវហើយនិងអ្នកជាអ្នកបំរើឬក៏អ្នកខាង service នៅកន្លែងហាងបាទអរគុណច្រើនចឹងលោកគ្រូមានតែប៉ុណ្ណឹងសូមព្រះគុណបងប្អូន